បញ្ហាឆ្លៀនពៀនរបស់ថៃលើដែនរដ្ឋាភិបាលភាពកម្ពុជាទៅលើព្រំដែនគោកហើយនឹងបន្តបាទបង្កើតនូវភាពតានតឹងនៅក្នុងព្រំដែនទឹកទៀតនេះគឺការដោះស្រាយគឺនឹងបន្តហើយជានីតិវិធីគ្មានជំរើសអីក្រៅពីការដោះស្រាយតាមបញ្ហាយន្តការទ្វេភាគីបញ្ហាអន្តរជាតិហើយនឹងច្បាប់អន្តរជាតិក៏ដូចជាយន្តការដែលមានស្រាប់បាទទាំងទ្វេភាគីទាំងពហុភាគីទាំងអន្តរជាតិហើយការជឿទុកចិត្តលើថៃឬមិនជឿចិត្តទុកចិត្តលើថៃបាទមិនមែនជាបញ្ហាទេពីព្រោះយើងត្រូវគោរពទៅលើយន្តការនៃការអនុវត្តនៃការដោះស្រាយហើយយើងដឹងស្រាប់ហើយថៃនេះនិយាយម្ដងឆ្វេងម្ដងស្ដាំតែទោះយ៉ាងណាក៏យើងត្រូវត្រៀមនៅគេហៅថាសេណារីយ៉ូហើយនឹងយន្តការរបស់យើងដូច្នេះទេការប្រជុំត្រីភាគីម្សិលមិញរវាងកម្ពុជានិងថៃក្រោមការសម្របសម្រួលរបស់លោក Ferdinand Marcos Jr. បាទប្រធានាធិបតីរបស់ហ្វីលីពីននិងជាប្រធានអាស៊ានបដូវវេននេះបាទគឺបង្ហាញអំពីលទ្ធផលដ៏គួរប្រសើរទី1គឺបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីហើយនឹងបង្កើនជឿជំនឿទុកចិត្តគ្នាហើយនឹងមានកិច្ចពិភាក្សាគ្នាដោយលោកអនុទានបានសង្កត់បញ្ជាក់អំពីការភ្ជាប់នៅការពិភាក្សាគ្នាឲ្យបានស្អិតរមួតបាទតាមរយៈចាត់តាំងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបាទជជែកជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាទី2គឺការដោះស្រាយឈរទៅលើទស្សនវិជ្ជាច្បាប់ទស្សនវិជ្ជាឯកសារគតិយុត្តហើយនឹងកិច្ចព្រមព្រៀងដែលមានកន្លងមករួមមានច្បាប់នីតិសមុទ្រសម្រាប់ MOU 2001ហើយកម្ពុជាបញ្ជាក់ចំហទាក់ទងទៅនឹងការដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំបាទហើយសម្រាប់ព្រំដែនគោកគឺយើងបន្តនៅយន្តការទ្វេភាគីដែលមានស្រាប់ហើយនឹងគណៈកម្មការផ្សេងបាទគណៈកម្មការព្រំដែនរួមគណៈកម្មការព្រំដែនទូទៅនិងគណៈកម្មការព្រំដែនតំបន់ហើយបញ្ជាក់អំពីការគោរពនៅគេហៅថាកិច្ចព្រមព្រៀងតែបានចុះហត្ថលេខាជាពិសេសគឺកិច្ចព្រមព្រៀងនៅថ្ងៃទី27ខែធ្នូ2025ហើយនឹងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរហើយនឹងសន្ធិសញ្ញាអនុសញ្ញាផ្សេងទី3គឺមានការបញ្ជាក់យ៉ាងច្បាស់លាស់បាទទាំងនៅក្នុងកិច្ចប្រជុំក៏ដូចជាការធ្វើនៅសន្និសីទកសែតនៅមុខអ្នកកសែតក៏ដូចជាមុខថ្នាក់ដឹកនាំរបស់អាស៊ានមុខលោកអនុទានពាក់ព័ន្ធទៅនឹងការដោះស្រាយដោយប្រើច្បាប់ដោយប្រើឯកសារសន្ធិសញ្ញាអនុសញ្ញាបាទហើយកម្ពុជាមិនទទួលស្គាល់ការគ្រប់គ្រងទៅលើដែនអធិបតេយ្យភាពរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងកន្លងមកទេ